សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីជួបគ្នាជាមួយវីដេអូថ្មីក៏ដូចជាវគ្គថ្មីម្ដងទៀតហើយដែលវីដេអូនេះនឹងបរិយាយអំពីបណ្ដាំចុងក្រោយរបស់ឪពុកដែលបង្កប់អត្ថន័យដល់កូនគឺជាសារដ៏មានតម្លៃនិងជ្រាលជ្រៅបំផុតដែលកូនត្រូវចងចាំនៅពេលដែលឪពុកដឹងខ្លួនថាខ្លួនមិនអាចនៅបានយូរទៀតទេគាត់មិនត្រឹមតែផ្ដល់ដំបូន្មានទូទៅប៉ុណ្ណោះទេតែគាត់ក៏អាចនឹងផ្ដល់សញ្ញាឬពាក្យពេចន៍បង្កប់ន័យឲ្យកូនចេះស្វែងរកជំនួយនៅពេលអនាគតនេះជាការបរិយាយអំពីសារៈសំខាន់ដែលបណ្ដាំចុងក្រោយរបស់ឪពុកបានផ្ដល់ឲ្យកូន1ការទទួលស្គាល់ភាពទន់ខ្សោយនិងភាពជាមនុស្សសារដ៏សំខាន់ដែលឪពុកអាចនឹងផ្ដល់បន្សល់ទុកនោះគឺការទទួលស្គាល់ថាខ្លួនមនុស្សគ្រប់រូបសុទ្ធតែមានដែនកំណត់និងទន់ខ្សោយពាក្យពេចន៍បង្កប់ន័យកូនត្រូវចេះប្រឹងប្រែងដោយខ្លួនឯងតែកុំធ្វើជាអ្នកខ្លាំងតែម្នាក់ឯងឬជីវិតគឺវែងឆ្ងាយណាស់ហើយវាពិបាកជាងអ្វីដែលកូនគិតអត្ថន័យជ្រៅឪពុកចង់ឲ្យកូនដឹងថាគ្មាននរណាម្នាក់អាចដោះស្រាយបញ្ហាគ្រប់បែបយ៉ាងទាំងអស់បានដោយខ្លួនឯងនោះទេនៅពេលដែលជួបទុក្ខលំបាកលើសពីសមត្ថភាពនោះគឺជាពេលដែលកូនត្រូវបើកចិត្តទទួលយកជំនួយនេះជាការមិនមែនបរាជ័យទេតែជាការយល់ដឹងអំពីការពិតនៃជីវិតការបន្សល់ទុកនៅបណ្ដាញសង្គមនិងទំនុកចិត្តឪពុកអាចនឹងរំលឹកកូនពីសារៈសំខាន់នៃទំនាក់ទំនងនិងបណ្ដាញដែលអាចគាត់ផ្ដល់ឲ្យកសាងទុកនៅពេលអនាគតពាក្យពេចន៍បង្កប់ន័យបើមានអ្វីកើតឡើងចំពោះកូនសូមទៅរកលោកពូមីងពួកគាត់នឹងជួយកូនឬបាក់ឬត្រូវចេះស្រឡាញ់និងរក្សាបងប្អូនសាច់ញាតិឲ្យបានល្អអត្ថន័យជ្រៅនេះគឺជាការផ្ដល់នៅធនធានផ្ទាល់ឲ្យកូនទៅរកជំនួយដើម្បីដឹងថាគាត់លែងនៅក្បែរដើម្បីការពារកូនហើយដូច្នេះគាត់ចង្អុលបង្ហាញផ្លូវទៅរកមនុស្សដែលមានបទពិសោធន៍ឬមានលទ្ធភាពជួយបានគាត់បានរៀបចំប្រព័ន្ធជំនួយមួយទុកសម្រាប់កូនការផ្ដាំឲ្យប្រើប្រាស់ប្រាជ្ញានិងចំណេះដឹងជួនកាលបណ្ដាំនោះអាចផ្ដោតទៅលើបញ្ហាជាក់លាក់ដូចជាហិរញ្ញវត្ថុការសិក្សាឬសុខភាពជាដើមពាក្យពេចន៍បង្កប់ន័យបើកូនមានបញ្ហាផ្នែកច្បាប់មុខរបរត្រូវទៅពិគ្រោះជាមួយអ្នកមានជំនាញឬកុំព្យាយាមបិទបាំងជំងឺនាពេលវាធ្ងន់ធ្ងរអត្ថន័យជ្រៅឪពុកចង់ឲ្យកូនយល់ថាជំនួយមិនមែនមានន័យត្រឹមតែលុយកាក់ឬកម្លាំងនោះទេជំនួយដែលសំខាន់ជាងគេនោះដំបូន្មាននិងចំណេះដឹងគាត់ជំរុញឲ្យកូនចេះវែកញែករកអ្នកដែលជំនាញពិតប្រាកដនាពេលអនាគតដើម្បីប្រឈមនឹងបញ្ហាទាមទារការយល់ដឹងដ៏ស៊ីជម្រៅការផ្ដាំឲ្យចេះស្រឡាញ់ខ្លួនឯងការរកជំនួយគឺជារឿងរឿយដ៏ជាទង្វើនៃការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តនិងផ្លូវកាយខ្លួនឯងដែរពាក្យពេចន៍បង្កប់ន័យកុំទុកចិត្តតែម្នាក់ឯងត្រូវចាំថាត្រូវរស់នៅដោយសប្បាយរីករាយឬសុខភាពគឺសំខាន់ជាងទ្រព្យសម្បត្តិអត្ថន័យជ្រៅឪពុកដឹងថាការបាត់បង់គាត់អាចបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរគាត់មិនចង់ឲ្យកូនលាក់ទុកភាពតានតឹងនិងឈឺចាប់តែម្នាក់ឯងឡើយគាត់លើកទឹកចិត្តឲ្យកូននិយាយចែករំលែកអារម្មណ៍និងស្វែងរកអ្នកព្យាបាលបើចាំបាច់ដើម្បីរក្សាបានសុខភាពផ្លូវចិត្តសរុបសេចក្តីមកបណ្ដាំចុងក្រោយដែលបង្កប់អត្ថន័យឲ្យកូនទៅរកជំនួយនោះគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដោយការមើលឃើញវែងឆ្ងាយឪពុកកំពុងរៀបចំឲ្យកូនសម្រាប់រស់នៅដោយឯករាជ្យប៉ុន្តែមិនមែនមានន័យថាមិនដោយឯងនោះទេវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមអរគុណកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយសូមគោរពលា